នេះគឺជាបរិយាដែលកំពុងរីករាយនឹងជីវិតរស់រានមានជីវិតនៅលើកោះដាច់ស្រយាលបំផុតដោយគ្មានភ្លើងគ្មានទឹកគ្មានអាហារពឹងផ្អែកតែលើឧបករណ៍រស់រានមានជីវិតសាមញ្ញគាត់មិនត្រឹមតែមិនអត់ឃ្លាននោះទេថែមទាំងបានញ៉ាំអាហារសមុទ្រយ៉ាងឆ្ងាញ់រាល់ពេលយកចុះទៅសមុទ្រចាប់ក្តាមរហូតដល់ចុកដៃមួយទឹកប្រមាញ់បានត្រីបាគូដាដ៏ធំយកមកធ្វើជាសាច់ចង្កាក់អាំងលើភ្លើងសាច់ត្រីអាំងមានរសជាតិប្រៃល្មមទន់ឆ្ងាញ់ញ៉ាំទៅគឺឆ្ងាញ់ខ្លាំងណាស់ត្រីដែលចាប់បានពេលចុះសមុទ្រត្រូវយកមកអាំងផ្ទាល់លើគំនរភ្លើងសាច់ត្រីទន់មានជាតិទឹករលាយក្នុងមាត់តែម្ដងពិតជាអាហារលំដាប់កាយ5នៅលើកោះដាច់ស្រយាលមែនត្រីពណ៌បៃតងដ៏ធំដែលស្ទូចបាននៅលើផ្ទាំងថ្មមើលទៅទំហំវាមិនក្រោម10គីឡូទេយកមកអាំងញ៉ាំដូចជាពិធីជប់លៀងដ៏ប្រណីតញ៉ាំឆ្អែតហើយថែមទាំងអាចចាប់ត្រីឆ្លាមលេងទៀតពេលយប់ប្រកបណាស់មិនអាចខ្វះការអាំងសាច់បេវះទេតាក់ទាញដោយពន្លឺភ្លើងគឺស្រស់តែម្ដងពេលអាំងរួចគឺមានក្លិនឈ្ងុយទន់ស្វិតនិងស្រួយការរស់រានមានជីវិតនៅលើកោះដាច់ស្រយាលបែបនេះតើអ្នកចង់ចូលរួមដែរឬទេលើកនេះតាត្រាងត្រូវជាប់យ៉ាងនៅលើកោះដាច់ស្រយាលមួយក្នុងតំបន់ត្រូពិកនៃមហាសមុទ្រប៉ាស៊ីហ្វិកអ្នកស្រុកហៅកោះនេះថាជាកោះត្រីឆ្លាមពេលជាប់នៅលើកោះដាច់ស្រយាលបេសកកម្មទី1គឺត្រូវស្វែងយល់និងរុករកបរិស្ថានជុំវិញនៅជុំវិញតាត្រាងបានរកឃើញថាទឹកសមុទ្រនៅទីនេះខ្លាំងណាស់គ្រាន់តែក្រឡេកមើលក៏ឃើញខ្យងពីងមួយទោះបីជាមានទំហំរាងតូចបន្តិចក្តីតែងាយស្រួលរើសបានខ្យងបែបនេះម្ដងមួយបង្ហាញថាធនធាននៅលើកោះអាចមានភាពសម្បូរបែបនៅលើឆ្នេរមានដបផ្លាស្ទិកមួយនៅក្នុងដបមានទឹកសាបស្អាតមិនតិចទេដែរត្រាងទីថាវាអាចធ្លាក់ពីទូកនេសាទហើយអណ្ដែតមកទៅលើឆ្នេរទឹកនេះអាចជួយដោះស្រាយតម្រូវការរស់រានមានជីវិតជាបណ្ដោះអាសន្នបានពេលដែលតាត្រាងបំរុងនឹងបន្តការរុករកស្រាប់តែមានត្រីឆ្លាមតូចមួយក្បាលសម្លឹងមើលគាត់ក៏ចាប់ផ្ដើមភ័យស្លន់ស្លោភ្លាមកោះត្រីឆ្លាមពិតជាល្បីឈ្មោះដូចគេថាពិតមែនប្រភេទត្រីឆ្លាមតូចនេះជាធម្មតាមិនសូវវាប្រហារមនុស្សមុនទេពេលចិត្តដាច់ពោះស្លាប់ដោយការស្រេកឃ្លានចាប់ត្រីឆ្លាមតូចមួយក្បាលមកញ៉ាំពេលខ្លះអាចឆ្អែតបែកពោះទៀតផងអាកាសធាតុនៅលើកោះគឺក្តៅខ្លាំងណាស់តាត្រាងចង់រកកន្លែងដែលមានម្លប់ត្រជាក់ដើម្បីសង់ជំរកមិនឆ្ងាយពីមាត់សមុទ្រមានដើមឈើធំមួយនៅជុំវិញគល់ឈើមានដើមឈើជាច្រើនព័ទ្ធជុំវិញបង្កើតបានជាបរិស្ថានមួយដ៏មានផាសុកភាពតាត្រាងបានចង់អង្រឹងនៅលើដើមឈើក្នុងអំឡុងពេលដែលជាប់នៅលើកោះគាត់បានគេងលក់យ៉ាងស្រួលដោយសារអង្រឹងនេះក្រៅពីអង្រឹងគាត់ថែមទាំងបានចងផ្ទាំងតង់ការពារទឹកមួយទៀតទោះក្តៅឬភ្លៀងក៏មិនបាច់ព្រួយបារម្ភដែរនៅលើកោះមានដើមឈើធំតិចតួចណាស់គ្រប់ទីកន្លែងសុទ្ធតែមានស្មៅកម្ពស់កន្លះម៉ែត្របន្ទាប់ពីសាំនឹងទីនេះហើយតាត្រាងមានគម្រោងរុករកនៅផ្នែកម្ខាងទៀតនៃកោះព្រះអាទិត្យនៅលើកោះគឺក្តៅខ្លាំងណាស់ក្រោមពន្លឺព្រះអាទិត្យដ៏ក្តៅក្រហាយគ្រាន់តែហៅថ្ងៃថែមមួយនេះក៏អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបានដែរក្នុងចំណោមកដារស់រានមានជីវិតទាំង4គឺខ្វះតែអាហារប៉ុណ្ណោះតាត្រាងបានយកលំពេងដែលគាត់ធ្វើដោយខ្លួនឯងចេញមកលំពេងនេះតែងតែនៅកំដរគាត់ជានិច្ចទោះបីជាវាមិនមានកម្លាំងខ្លាំងក្លាប៉ុន្តែវាបានជួយគាត់ចាប់បានអាហារសមុទ្រមិនតិចទេគាត់បានដើរទៅកាន់ផ្ទាំងថ្មដើម្បីសង្កេតមើលមិនច្បាស់ថាពេលនេះគឺជាពេលទឹកនេះឬយ៉ាងណានោះទេនៅតាមចន្លោះថ្មទាំងនេះច្រើនតែមានមឹកនិងក្តាមលាក់ខ្លួនពេលទឹកស្រកក៏អាចឃើញអន្ទង់សមុទ្រជាច្រើនចេញមករកចំណីដែរនៅទីនេះថែមទាំងមានព្រៃកោងកាងតូចមួយផ្នែករើសរបស់វាមានភាពស្មុគស្មាញនិងចាក់ស្រេះគឺជាជម្រកធម្មជាតិសម្រាប់ត្រីតូចលាក់ខ្លួនពីស្រូវគួរឲ្យស្ដាយដែលពេលនេះទឹកមានជម្រៅរាងជ្រៅបន្តិចចិត្តត្រឹមទ្រូងរបស់ដាត្រាំងទៅហើយទោះបីជាមានត្រីលិចចេញមកក៏ពិបាកនឹងប្រមាញ់ដែរគាត់បានរកឃើញខ្យងតូចជាច្រើននៅលើផ្ទាំងថ្មមួយខ្យងទាំងនេះមិនត្រឹមតែអាចយកមកស្លសុបប៉ុណ្ណោះទេតែនៅអាចយកធ្វើជានុយស្ទូចបានទៀតផងនេះគឺជាថ្មពណ៌ព្រះទឹកដ៏ធំទូលាយពេលទឹកស្រកគឺស័ក្តិសមបំផុតសម្រាប់ការចុះរាវរកមើលតាត្រាងចង់ដើរតាមមាត់ថ្មដើម្បីរករកប៉ុន្តែពេលនេះទឹកឡើងខ្ពស់គួរឲ្យគ្រោះថ្នាក់ណាស់គាត់គ្រោងនឹងរងចាំរហូតដល់យប់ពេលដែលទឹកស្រកទើបត្រឡប់មកទីនេះវិញបន្ទាប់ពីត្រឡប់មកវិញជើងរបស់តាត្រាងមិនសំណាងល្អក៏រងរបួសគាត់បានជន់លើបន្ទះក្តារដែលមានដែកគោនៅលើកោះដាច់ស្រយាលតែគោដែលជ្រេះមួយជាទូទៅមានគ្រោះថ្នាក់ជាងសត្វសាហាវទៅទៀតនេះនឹងបង្កឲ្យមានហានិភ័យនៃការឆ្លងមេរោគដល់ថ្នាក់ស្លាប់បានលោហៈដែលជ្រេះញីនឹងមានបាក់តេរីអាចបណ្ដាលឲ្យកើតជំងឺតេតាណូសប្រឈមមុខនឹងមុខរបួសបែបនេះត្រូវតែព្យាបាលឲ្យបានទាន់ពេលវេលាតាត្រាងបានប្រើទឹកអុកស៊ីសែនដើម្បីសម្លាប់មេរោគលើមុខរបួសបន្ទាប់មកយកបង់រុំមកបិទតែគោនេះប្រែជាពណ៌ខ្មៅទៅហើយផ្ទៃខាងក្រៅពោពេញទៅដោយស្នាមជ្រេះនិងបាក់តេរីសង្ឃឹមថានឹងមិនឆ្លងមេរោគចុះតាត្រាងបានប្រមូលអុសស្ងួតយ៉ាងច្រើនអាកាសធាតុនៅលើកោះដាច់ស្រយាលប្រៀបដូចជាទឹកមុខរបស់មិត្តស្រីនិយាយថាលឿនគឺប្រែប្រួលលឿនណាស់បន្ទាប់ពីអស់សាមការរស់រានមានជីវិតនិងប្រែជាលំបាកខ្លាំងតាត្រាងបានប្រមូលអុសស្ងួតទាំងនេះទុកជាមុនយកមកជំរុំការពីទុកមុនគឺនៅតែល្អជាងតាត្រាងបានកាន់លំពេងច្នៃប្រឌិតផ្ទាល់ខ្លួនត្រៀមចេញរុករកលើកោះគាត់ឈរនៅលើថ្មសង្កេតមើលផ្ទៃទឹកសមុទ្រនៅទីនេះកន្លែងនេះរាងជ្រៅបន្តិចស័ក្តិសមសម្រាប់ការមុជទឹកនៅខាងស្ដាំកោះមានឆ្នេរខ្សាច់ដ៏ធំមួយនៅខាងឆ្វេងគឺជាតំបន់ព្រៃកោងកាងដ៏ធំទូលាយពេលទឹកស្រកអាចចូលទៅក្នុងព្រៃដើម្បីចាប់ក្តាមបានតាត្រាងបានរកឃើញបំណែកគ្រីស្តាល់មួយនៅលើថ្មស្មានតែជាអំបិលសមុទ្រនឹកស្មានមិនដល់ថាវាគ្រាន់តែជាគ្រីស្តាល់រ៉ែប៉ុណ្ណោះតាត្រាងយកវាមកមើលយ៉ាងយកចិត្តទុកដាក់គាត់មិនដឹងច្បាស់ថាវាមានធាតុផ្សំពីអ្វីទេប៉ុន្តែមើលទៅក៏ស្អាតម្យ៉ាងដែរតើមានមិត្តភក្តិណាដឹងថាវាជាអ្វីទេអាចបញ្ចេញមកទៅប្រាប់អ្នកទាំងអស់គ្នាឲ្យបានដឹងផងតាត្រាងបានឃើញសម្បកក្តាមដ៏ធំមួយនៅលើឆ្នេរគាត់ចង់យកវាមកធ្វើជាឆ្នាំងស្ងោរគ្រឿងសមុទ្រនឹកស្មានមិនដល់ត្រូវថ្មសង្កត់ជាប់យ៉ាងតឹងមិនអាចទាញរួចឡើយរហូតដល់ព្រះអាទិត្យលិចតាត្រាងបានទៅមាត់សមុទ្រដើម្បីរាវរកក្តាមនិងខ្យងចង់ចាប់ក្តាមពីរបីក្បាលធ្វើជាអាហារពេលល្ងាចដើរតាមបណ្ដោយឆ្នេរនៅតែមិនឃើញដានក្តាមសោះប៉ុន្តែតាត្រាងស្រាប់តែរកឃើញប្រភពទឹកដោយចៃដន្យទឹកទាំងនេះហូរចេញពីក្នុងរូងភាគរយខ្ពស់អាចជាទឹកសាបនៅលើច្រាំងតែងតែរើបានសម្បកខ្យងសមុទ្រជាច្រើនដូចជាខ្យងពីងពណ៌ស្នេះគឺស្អាតខ្លាំងណាស់ដែរត្រាងបន្តរាវរកក្តាមតាមបណ្ដោយថ្មពណ៌ព្រះទឹកពេលទឹកស្រកនៅលើថ្មលេចចេញក្តាមថ្មជាច្រើនតាត្រាងបានប្រើលំពេងចាក់បានមួយក្បាលយ៉ាងងាយស្រួលក្តាមប្រភេទនេះមានទំហំមិនធំទេចាប់ពីរបីក្បាលមកញ៉ាំលេងក៏មិនអាក្រក់ដែរ
ចុះរៀងនៅសមុទ្រមិនសូវទទួលបានផលច្រើនទេតាត្រាងក៏សាកល្បងមុជទឹកចុះទៅប្រមាញ់ម្ដងទៀតពេលយប់ត្រីច្រើនតែលាក់ខ្លួនក្នុងផ្កាថ្មដើម្បីសម្រាកគ្រាន់តែមានលំពេងសាមញ្ញមួយក៏អាចចាប់បានយ៉ាងងាយនេះគឺជាប្រភេទត្រីតូចដែលរស់នៅក្នុងផ្កាថ្មយកមកអាំងញ៉ាំគឺឈ្ងុយឆ្ងាញ់ណាស់ត្រីប្រភេទនេះមានភ្នែកធំណាស់អ្នកនេសាទក្នុងស្រុកហៅថាត្រីភ្នែកធំមានអាហារហើយបន្ទាប់មកគឺត្រូវបង្កាត់ភ្លើងតាត្រាងប្រើថ្មគូបង្កើតជាផ្កាភ្លើងនេះគឺជាវិធីរស់រានមានជីវិតដែលគាត់លើកកោះដាច់ស្រយាលមានភ្លើងគឺមានអ្វីទាំងអស់តាត្រាងនឹកឃើញភ្លាមដល់ការអាំងត្រីតូចនេះគឺជាអាហារពេលល្ងាចដំបូងរបស់គាត់នៅលើកោះពេលមុជទឹកឃើញត្រីឆ្លាមតូចប្រសិនបើប៉ុន្មានថ្ងៃខាងមុខនៅតែរកអាហារមិនបានទេតាត្រាងក្រុងនឹងចាប់ត្រីឆ្លាមមកសាកមើលត្រីតូចត្រូវបានអាំងឆ្អិនយ៉ាងរហ័សតាត្រាងហិតក្លិនពីរដងតែមិនដាច់ចិត្តញ៉ាំទេក្តាមដែលចាប់បានយកមកធ្វើជាម្ហូបក្លែមស្រួយញ៉ាំទៅជាតិណាស់បន្ទាប់ពីញ៉ាំក្តាមអាំងរួចបន្តមកទៀតគឺការភ្លក់រសជាតិត្រីអាំងដ៏ឈ្ងុយឆ្ងាញ់តាត្រាងមានការសោកស្ដាយយ៉ាងខ្លាំងដែលមិនបានយកលំពេងល្អជាងនេះមកបើមិនដូច្នេះទេយប់នេះត្រីដែលមានចុចពណ៌បៃតងលីលឿងដែលគាត់ឃើញពេលមុជទឹកប្រហែលជាអាចចាប់បានបាត់ទៅហើយតាត្រាងបាននិយាយថាប្រសិនបើថ្ងៃស្អែកបានជួបត្រីពណ៌លឿងនោះម្ដងទៀតច្បាស់ជាចាប់វាមកញ៉ាំឲ្យឆ្អែតមិនខានមើលតាមផ្ទាំងថ្មអស់ជាច្រើនម៉ោងក៏នៅតែមិនឃើញចូលដល់ថ្ងៃទី2បន្ទាប់ពីភ្ញាក់ពីគេងតាត្រាងបានទៅមាត់សមុទ្រលុបមុខគាត់កាន់លំពេងទៅមាត់សមុទ្រដើម្បីប្រមាញ់ត្រីចង់ចាប់ត្រីពីរបីក្បាលធ្វើជាអាហារពេលព្រឹកសម្លឹងមើលលើថ្មអស់ជាច្រើនម៉ោងនៅតែមិនឃើញគោលដៅសោះតាត្រាងសម្រេចចិត្តបង្កាត់ភ្លើងជាមុនសិនគាត់ប្រមូលអុសស្ងួតមួយចំនួនថ្ងៃនេះគាត់សម្រេចចិត្តប្រើឧបករណ៍ឃុំគិតដើម្បីឃុំបង្វិលឲ្យលឿនបង្កើតជាកំទេចឈើដំណើរការនេះត្រូវចំណាយកម្លាំងច្រើនណាស់ពេលមានកំទេចឈើគ្រប់គ្រាន់ហើយដាក់ចូលទៅក្នុងគំនរអុសស្ងួតគ្រាន់តែភ្លុំធ្នមក៏អាចឆេះជាភ្លើងបានបន្ទាប់ពីបង្កាត់ភ្លើងបានជោគជ័យតាត្រាងក៏កាន់លំពេងច្នៃប្រឌិតចេញទៅប្រមាញ់ទៀតគាត់គ្រោងនឹងទៅផ្នែកម្ខាងទៀតនៃកោះដើម្បីរករកកម្ពស់កោះគឺរៀងរាបស្មើបន្តិចស្មើនៅលើដីគឺវែងណាស់តាត្រាងដើរបណ្ដាលយកដំបងវីស្មើបណ្ដាលធ្វើបែបនេះជួយការពារការត្រូវពោះចឹកពេលដែលតាត្រាងទៅដល់ផ្នែកម្ខាងទៀតនៃកោះដាច់ស្រយាលគាត់ទើបតែដឹងថាស្ថានភាពនៅទីនេះរឹតតែអាក្រក់ទៅទៀតមិនស័ក្តិសមសម្រាប់ការចុះរាវនៅសមុទ្រទេប៉ុន្តែវាស័ក្តិសមបំផុតសម្រាប់ការស្ទូចត្រីនៅតាមផ្លូវត្រឡប់ទៅជុំរំវិញតាត្រាងបានឃើញរុក្ខជាតិមួយប្រភេទដែលខុសប្លែកពីធម្មតាដើមឈើនេះដុះពេញទៅដោយបន្លាស្រួចស្លឹកឈើវិញក៏ត្រូវសត្វល្អិតស៊ីធ្លុះធ្លាយអស់មើលទៅរៀងស្រដៀងនឹងដើមពុទ្រាផ្លែប៉ោមបៃតងប៉ុន្តែរកមើលជុំវិញមិនឃើញមានផ្លែសោះពេលត្រឡប់មកដល់ជុំរំវិញតាត្រាងឃើញមេឃនៅទីឆ្ងាយចាប់ផ្ដើមងឹតមេឃចាប់ផ្ដើមបង្អុរភ្លៀងនេះគឺជាដំណឹងល្អសម្រាប់តាត្រាងគាត់គិតភ្លាមដល់ការត្រៀមត្រងទឹកភ្លៀងតាត្រាងបានរើសដបប្លាស្ទិកមួយកាត់ប្រហោងតូចមួយនៅលើដបបន្ទាប់មកព្យួរដបនៅលើតង់មុនពេលភ្លៀងធ្លាក់ខ្លាំងមកដល់តាត្រាងនៅមានការងារសំខាន់មួយទៀតត្រូវធ្វើគាត់កាន់សន្ទូចត្រៀមទៅស្ទូចត្រីតាត្រាងមកដល់តំបន់ទឹកជ្រៅនេះម្ដងទៀតគាត់ចង់ស្ទូចឲ្យបានត្រីមុនពេលភ្លៀងធ្លាក់ខ្លាំងមកដល់ឈរនៅទីនេះអាចទទួលអារម្មណ៍ផ្ទាល់ពីលោកសមុទ្របក់មកមនុស្សកំសាកគ្រាន់តែឃើញក៏ខ្លាចបាត់ទៅហើយតាត្រាងអង្គុយស្ទូចយូរណាស់ប៉ុន្តែគ្មានត្រីស៊ីនុយសោះពុកខ្មៅនៅខាងមុខធ្វើឲ្យគាត់មានការព្រួយបារម្ភហាក់ដូចជាទុកពេលឲ្យគាត់គ្រប់គ្រាន់ហើយតែនៅតែស្ទូចមិនបានសំបីមួយក្បាលបន្ទាប់ពីផ្លាស់ប្ដូរទីតាំងពី3កន្លែងតាត្រាងបន្តស្ទូចមួយសន្ទុះទៀតទីបំផុតក៏មានត្រីស៊ីនុយគ្រាន់តែមើលភាពកង់នៃដងសន្ទូចក៏ដឹងថាត្រីនេះធំណាស់មិនមែនជាប្រភេទដែលតាត្រាងអាចគ្រប់គ្រងបានទេបន្ទាប់ពីត្រីធំរើបំរះរួចចេញពីផ្លែសន្ទូចតាត្រាងខឹងស្ទើរតែឆ្កួតនេះជាលើកទី1ហើយបន្ទាប់ពីស្ទូចត្រីច្រើនឆ្នាំមកទើបជួបត្រីធំបែបនេះអញ្ចឹងសោះតែបែរជារបូតបាត់ទៅវិញបាននិយាយរឿងនេះប្រាប់ប្រពន្ធគាត់ឮហើយប្រកាសជាខឹងសន្លប់មិនខានតាត្រាងបានរៀបរាប់ពីស្ថានភាពពេលស្ទូចត្រីអំបញ្ញមិញគ្រាន់តែមើលទឹកមុខរបស់គាត់ក៏គ្រប់គ្រាន់ឲ្យយល់ថាវាមានភាពរំភើបញាប់ញ័រដល់កម្រិតណាស់ពុកខ្មៅនៅតែសាត្រាងបន្តព្យាយាមស្ទូចត្រីនៅទីនេះស្ទូចរហូតដល់យប់ក៏នៅតែមិនទទួលបានផលពេលនេះនៅជុំវិញបានងឹតស្លុបទៅហើយតាត្រាងបង្ខំចិត្តត្រូវចាក់ចេញពីទីនេះត្រឡប់ទៅជុំរំវិញដបដែលព្យួរនៅលើតង់បានត្រងទឹកភ្លៀងបានបន្តិចបន្តួចថ្ងៃនេះពេញមួយថ្ងៃមិនទាន់បានញ៉ាំអ្វីសោះតាត្រាងសម្រេចចិត្តកាន់លំពេងទៅប្រមាញ់ត្រីម្ដងទៀតគាត់បានទៅមាត់សមុទ្រដើម្បីរៀបរកត្រីចង់ប្រមាញ់ត្រីពណ៌លឿងមួយក្បាលដើម្បីញ៉ាំពេលយប់ទឹកសមុទ្រនៅលើកោះគឺថ្លាខ្លាំងណាស់កុំថាឡើយត្រីពណ៌លឿងសូម្បីតែស្រមោលត្រីក៏មិនឃើញមួយក្បាលផងបន្ទាប់ពីមីញឹកពេញមួយថ្ងៃរបស់តាត្រាងគាត់មានអារម្មណ៍ថាឃ្លានខ្លាំងណាស់ទៅហើយដើរតាមបណ្ដោយឆ្នេរគាត់ឃើញក្តាមខ្សាច់តូចជាច្រើនក្តាមទាំងនេះតូចពេកទើបមិនមានតម្លៃសម្រាប់ញ៉ាំពន្លឺភ្លើងរបស់តាត្រាងបានតាក់ទាញត្រីតូចមួយចំនួនប៉ុន្តែប្រើតែលំពេងគឺពិបាកចាប់ណាស់សូម្បីតែត្រីតូចដែលទឹកគប់នៅលើថ្មក៏ចាប់មិនបានដែរតាត្រាងបានសង្កេតមើលគ្រប់ទាំងថ្មប៉ព្រះទឹកកំទេចកំទីនៅលើថ្មប៉ព្រះទឹកគឺជាគោលដៅតែមួយគត់ដែលគាត់អាចប្រមាញ់បានអាហារពេលល្ងាចថ្ងៃនេះទីបំផុតក៏មានសង្ឃឹមក្តាមមួយអំបិលតូចមួយនេះក៏ជាប្រភពប្រូតេអ៊ីនដ៏កម្ររបស់តាត្រាងដែរបើចាប់ត្រីមិនបានទេញ៉ាំក្តាមអាំងមួយពេលក៏មិនមែនជាជម្រើសអាក្រក់ដែរ
តាត្រាងបានប្រើលំពេងតូចមួយដែលប្រមាញ់ចំណីយ៉ាងឆ្កួតលីលើថ្មពប្រទឹកត្រឡប់មកជំរុំវិញហើយចាប់ផ្ដើមបង្កាត់ភ្លើងថ្ងៃនេះមានភ្លៀងធ្លាក់ខ្លាំងមួយមេមិនស័ក្តិសមនឹងប្រើវិធីសាស្ត្រគិតដើម្បីបង្កាត់ភ្លើងទេពេលនេះអាចប្រើថ្មគូសជាមួយដែកដើម្បីបង្កាត់ការភ្លើងបន្ទាប់មកប្រើក្រណាត់ធ្យូងដែលបានរៀបចំទុកដើម្បីបង្កាត់ភ្លើងបន្ទាប់ពីភ្លើងត្រូវបានដុតឡើងដោយជោគជ័យតាត្រាងបានយកក្តាមដែលចាប់បានថ្ងៃនេះចេញមកក្តាមទាំងនេះទោះបីជាមិនធ្វើឲ្យឆ្អែតប៉ុន្តែសាច់ក្តាមមានរសជាតិឆ្ងាញ់ធ្វើឲ្យគាត់មិនអាចឈប់ញ៉ាំបានក្តាមអាំងទាំងនេះមិនត្រឹមតែជាអាហារប៉ុណ្ណោះទេថែមទាំងជាក្តីសង្ឃឹមសម្រាប់ការរស់រានមានជីវិតនៅលើកោះដាច់ស្រយាលថ្ងៃទី3ដែលជាប់នៅលើកោះតាត្រាងព្រលឹមស្រាងក៏កាន់សន្ទូចចេញទៅសមុទ្រពេលនេះគឺជាពេលដែលទឹកកំពុងស្រកឆ្នេរសមុទ្រលេចចេញផ្ទាំងថ្មជាច្រើនប៉ុន្តែតាត្រាងមិនបានទៅរាវរកតាមសមុទ្រទេតែបន្តទៅកន្លែងស្ទូចត្រីកាលពីម្សិលមិញគាត់ចង់ស្ទូចឲ្យបានត្រីធំដើម្បីបំពេញក្រពះមិនចង់ញ៉ាំត្រឹមតែក្តាមថ្មតូចនៅលើផ្ទាំងថ្មទេប៉ុន្តែគាត់ស្ទូចយូរណាស់ក៏នៅតែមិនទទួលបានលទ្ធផលពេលដែលត្រឡប់មកឆ្នេរសមុទ្រវិញគាត់បានរើសដបផ្លាស្ទិកមួយនៅខាងក្នុងនៅសល់ទឹកសាបមួយក្អឹបប៉ុន្តែក៏មានតម្លៃស្មើនឹងនេះដែរតាត្រាងភ្លាមនោះក៏ប្រមូលយកដបផ្លាស្ទិកទាំងអស់នៅលើឆ្នេរស្ទើរតែរាល់ដបសុទ្ធតែមានទឹកសាបបន្តិចបន្តួចតាត្រាងបានប្រមូលដបទាំងនេះទាំងអស់ចូលគ្នាប្រភពទឹកសាបនៅលើកោះដាច់ស្រយាលនេះគឺកម្រមានណាស់ទឹកនៅក្នុងដបផ្លាស្ទិកដែលត្រូវគេបោះចោលភាគច្រើនគឺអាចជួយសង្គ្រោះជីវិតនៅពេលសំខាន់ប្រសិនបើអ្នកក៏ត្រូវជាប់គាំងនៅលើកោះដាច់ស្រយាលអាចរើសដបទាំងនេះនៅលើឆ្នេរដើម្បីយកទឹកសាបបានស្ទូចត្រីមិនបានតាត្រាងត្រូវបង្ខំចិត្តសាកល្បងប្រើលំពេងដើម្បីប្រមាញ់តំបន់ទឹករាក់ក្បែរច្រាំងមានត្រីឆ្លាមជាច្រើនតាត្រាងចង់ប្រមាញ់ត្រីឆ្លាមមួយក្បាលដើម្បីភ្លក់រសជាតិប៉ុន្តែពេលនេះមិនមែនជាពេលទឹកស្រកទេតាត្រាងចង់នៅក្នុងជម្រៅទឹក1ម៉ែត្រដើម្បីចាប់ត្រីឆ្លាមគឺពិបាកណាស់បន្ទាប់ពីត្រឡប់មកច្រាំងវិញតាត្រាងបានរកឃើញថានៅក្នុងកំណាត់ឈើពុកមានដុំផ្សិតលីងជឺសំខាន់ជាងលីងជឺគឺសរសៃផ្សិតស្ងួតទាំងនេះអាចយកមកធ្វើជាប្រឆេះបង្កាត់ភ្លើងបានប្រើលំពេងច្នៃប្រឌិតយូរណាស់ហើយនៅតែប្រមាញ់អាហារមិនបានសោះតាត្រាងត្រូវយកអាវុធដែលខ្លាំងជាងនេះចេញមកនៅតំបន់ទឹកជ្រៅមានត្រីធំមិនតិចទេមួយក្បាលប៉ាន់ស្មានទម្ងន់ប្រហែលពី3គីឡូតាត្រាងសាកល្បងជាប់គ្នាប៉ុន្មានដងប៉ុន្តែសុទ្ធតែមិនជោគជ័យការមុជទឹកចំណាយកម្លាំងកាយច្រើនណាស់តាត្រាងបានអត់ឃ្លាន3ថ្ងៃមកហើយទើបឆាប់អស់កម្លាំងគាត់បានត្រឡប់មកកោះដាច់ស្រយាលវិញសង្កេតមើលបរិស្ថានជុំវិញសម្រាប់ចិត្តរងចាំឲ្យមេឃងឹតចាំសាកល្បងមុជទឹកប្រមាញ់បន្តទៀតបន្ទាប់ពីមេឃងឹតនៅក្នុងជំរំបានលេចចេញក្តាមសម្បកខ្យងជាច្រើនក្តាមសម្បកខ្យងនេះពិបាកញ៉ាំណាស់បើមិនឃ្លានខ្លាំងពេកទេជាទូទៅគឺមិនញ៉ាំទេតាត្រាងកាន់ស្នាចេញទៅមុជទឹកប្រមាញ់ពន្លឺពើបានតាក់ទាញត្រីបំពង់ជាច្រើនត្រីប្រភេទនេះដូចជាសាច់ចង្កាក់អាំងក្រោមសមុទ្រមានដងខ្លួនវែងដល់ចង្កាក់អាំងញ៉ាំគឺឆ្ងាញ់ណាស់យ៉ាងលឿនតាត្រាងបានឃើញត្រីស្បែកការមួយក្បាលបន្ទាប់ពីមេឃងឹតភាគច្រើនត្រីមិនសូវធ្វើសកម្មភាពខ្លាំងទេប្រើស្នាដើម្បីប្រមាញ់គឺងាយស្រួលជាងត្រីមួយក្បាលនេះមានទំហំធំណាស់គ្រប់គ្រាន់សម្រាប់តាត្រាងញ៉ាំឆ្អែតមួយពេលចង់បានអាហារសមុទ្រដ៏ឈ្ងុយឆ្ងាញ់នៅតែត្រូវពឹងផ្អែកលើការព្យាយាមប្រើលំពេងច្នៃប្រឌិតអត់ឃ្លាន 5-4 ពេលពេលដែលតាត្រាងយកត្រីមកជំរុំដោយមិនប្រយ័ត្នត្រូវត្រីខាំមួយខាំឈឺរហូតដល់គាត់ស្រែកអុយបន្ទាប់ពីត្រឡប់មកជំរុំវិញតាត្រាងកាន់ត្រីដែលប្រមាញ់បានយប់នេះមកអួតត្រីនេះធំណាស់នេះជាលើកទី1ហើយក្នុងរយៈពេល3ថ្ងៃដែលជាប់ទាំងនេះតែតាត្រាងប្រមាញ់បានអាហារដោយជោគជ័យដំបូងឡើយគិតថាបង្កាត់ភ្លើងអាំងត្រីញ៉ាំពេលយប់ប៉ុន្តែបន្ទាប់ពីបង្កាត់ភ្លើងនិងហាសម្លៀកបំពាក់ឲ្យស្ងួតគាត់ក៏ងុយគេងទ្រាំលេងបានហើយក៏មិនញ៉ាំអាហារពេលយប់ទៀតទេទើបតែដេកលើអង្រឹងក៏លងលក់បាត់ទៅពេលវេលាឈានចូលដល់ថ្ងៃទី4តាត្រាងភ្ញាក់ឡើងរួចចេញទៅមាត់សមុទ្រដើម្បីងូតទឹកត្រីដែលប្រមាញ់បានកាលពីយប់មិញនៅមិនទាន់ញ៉ាំទេតាត្រាងសម្រេចចិត្តស្វែងរកទីតាំងល្អមួយដើម្បីចំអិនត្រីមួយក្បាលនេះបរិយាកាសនៅលើភ្នំនៃកោះដាច់ស្រយាលនេះល្អណាស់ពីទីនេះអាចមើលឃើញកោះនានានៅជុំវិញព្រមទាំងព្រៃឈើជាច្រើនព្រៃកោងកាំងដ៏ធំទូលាយតាត្រាងក៏ឆ្លៀតរើសអស់ស្ងួតបន្ថែមបន្តិចទៀតនៅលើកោះមិនដែលខ្វះអស់នោះទេឲ្យតែមិនអស់លុយចង់ដុតប៉ុន្មានក៏បានដែរអាកាសធាតុថ្ងៃនេះស្ងួតល្អណាស់តាត្រាងសម្រេចចិត្តឃុំឈើដើម្បីយកភ្លើងប្រើមែកឈើស្ងួតតូចធ្វើជាប្រឆេះបន្ទាប់មកដាក់សរសៃសម្បកដូងស្ងួតនៅក្រោមបន្ទះឈើនៅពេលកំណាត់ឈើបង្វិលលឿនវានឹងបង្កើតជាម្សៅឈើក្តៅប្រមូលផ្ដុំតាមចន្លោះឈើធ្លាក់ចូលទៅក្នុងសរសៃដូងគ្រាន់តែប្រមូលម្សៅឈើឲ្យបានគ្រប់គ្រាន់គឺអាចបង្កើតភ្លើងបានយ៉ាងងាយស្រួលក្នុងពេលរងចាំវាឆេះខ្លាយជាធ្យូងតាត្រាងបានដើររុករកនៅជុំវិញនៅទីនេះមានទីតាំងមួយស្អាតណាស់ផ្អែកនឹងមាត់ថ្មមិនត្រឹមតែត្រជាក់ស្រួលខ្លួនទេថែមទាំងស្ងួតល្អទៀតផងតាត្រាងកាប់មែកឈើត្រង់មួយដើមចិត្តចុងមែកឈើឲ្យស្រួចដើម្បីត្រៀមបន្ទាប់មកអាចធ្វើជាត្រីអាំងត្រីនេះធំណាស់បើអាំងទាំងមូលពិបាកនឹងឆ្អិនស្មើល្អណាស់តាត្រាងសម្រេចចិត្តកាត់វាជាដុំតូចរួចដោតមួយដុំម្ដងទៅក្នុងចង្កាក់ទោះបីជានៅលើកោះដាច់ស្រយាលគ្មានមនុស្សក៏ដោយតាត្រាងនៅតែយកចិត្តទុកដាក់ខ្លាំងលើរបៀបចម្អិនអាហារត្រីមួយក្បាលបន្ទាប់ពីកាត់ជាដុំតូចរួចដោតចង្កាក់នឹងក្លាយទៅជាសាច់ចង្កាក់អាំងដ៏ធំមួយសាកមើលសាច់ត្រីអាំងចង្កាក់ដ៏ធំនេះមើលគ្រាន់តែមើលក៏ស្រក់ទឹកមាត់ទៅហើយចំណែកឯតាត្រាងវិញគាត់បានអត់ឃ្លាន3 ទៅ 4ថ្ងៃមកហើយគាត់ដាក់ចង្កាក់ត្រីអាំងផ្ទាល់ទៅលើគំនរភ្លើងក្រោមសីតុណ្ហភាពក្តៅនៃភ្លើងដ៏សន្ធោសន្ធៅសាច់ត្រីចាប់ផ្ដើមសាយភីក្លិនឈ្ងុយតាត្រាងបន្ថែមអុសជាបន្តបន្ទាប់គ្រាន់តែមើលបរិមាណអុសដែលបន្ថែមចូលក៏ដឹងថាគាត់កំពុងតែប្រញាប់ប្រញាល់ណាស់ចង់ញ៉ាំត្រីអាំងមួយនេះសីតុណ្ហភាពគំនរភ្លើងក្តៅខ្លាំងណាស់តាត្រាងត្រូវប្រែត្រីជាប្រចាំដើម្បីការពារកុំឲ្យត្រីខ្លោចខូចអាសាបងត្រីប្រភេទនេះមិនត្រឹមតែសម្បូរទៅដោយប្រូតេអ៊ីនទេថែមទាំងមានជាតិខ្លាញ់ខ្ពស់ទៀតផង
ក្រោមឥទ្ធិពលនៃសីតុណ្ហភាពខ្ពស់សាច់ត្រីចាប់ផ្ដើមលឺសូរឆាវហូរខ្លាញ់និងមានក្លិនឈ្ងុយសាយភាយពេញកោះដាច់ស្រយាលតែម្ដងតាត្រាងទ្រាំលេងបានក៏យកសាច់ត្រីមួយដុំមកភ្លក់មើលញ៉ាំដូចឆ្កែចុកឃ្លានកំពុងខំត្របាក់ចំណីញ៉ាំតែប៉ុន្មានម៉ាត់ក៏ស្អាតអស់បន្ទាប់ពីត្រីឆ្អិនតាត្រាងក៏ពន្លត់គំនរភ្លើងភ្លាមទោះបីជានៅលើកោះដាច់ស្រយាលគ្មានមនុស្សរស់នៅបើបង្កឲ្យមានភ្លើងឆេះព្រៃក៏នៅតែអាចជាប់គុកបានដែរមុខម្ហូបត្រីយ៉ាងថ្ងៃនេះគឺជោគជ័យខ្លាំងណាស់ផ្ទៃខាងក្រៅនៃសាច់ត្រីពោពេញទៅដោយខ្លាញ់ទោះបីជាខាងក្រៅរាងខ្លោចខ្មៅបន្តិចប៉ុន្តែខាងក្នុងវិញទន់និងមានជាតិទឹកគួរឲ្យចង់ញ៉ាំអាមួយនេះបញ្ឈរឡើងហឹមដៃខ្មោចនិងដៃមឹកឥឡូវនេះហឹមសាច់ត្រីមួយម៉ាត់សុទ្ធតែជាលទ្ធផលនៃការខិតខំប្រឹងប្រែងប៉ុន្មានថ្ងៃកន្លងមកនេះនៅលើកោះដាច់ស្រយាលអាហារត្រីអាំងមួយពេលនេះញ៉ាំទៅពិតជាពេញចិត្តណាស់សាច់ត្រីមានជាតិខ្លាញ់និងសម្បូរជីវជាតិសំខាន់បំផុតគឺមិនសូវមានឆ្អឹងសាច់ច្រើនតាត្រាងមិនអាចញ៉ាំអស់ភ្លាមទេទុកមួយកន្លះសម្រាប់ញ៉ាំពេលល្ងាចអ្នកណាដែលធ្លាប់អត់ឃ្លាននឹងចេះពីរបៀបបែងចែករបបអាហារថ្ងៃនេះលែងបារម្ភពីរឿងហូបចុកទៀតហើយតាត្រាងសម្រេចចិត្តថាលែងបារម្ភពីរឿងអាហារទៀតហើយពេលវេលាឈានចូលដល់ថ្ងៃទី5ព្រលឹមស្រាងតាត្រាងចេញទៅជិតទាំងថ្មដើម្បីស្ទូចត្រីលើកមុនពេលរស់រានមានជីវិតនៅលើកោះគាត់ស្ទូចបានត្រីធំរសជាតិត្រីអាំងនោះធ្វើឲ្យគាត់មិនអាចបំភ្លេចបានការរស់រានមានជីវិតលើកនេះតាត្រាងក៏ចង់ស្ទូចឲ្យបានត្រីធំមួយក្បាលដែរប៉ុន្តែទីតាំងនេះហាក់ដូចជាមិនស័ក្តិសមក្នុងការស្ទូចត្រីទេលើកណាក៏ខាត់តែពេលវេលាអត់ប្រយោជន៍តាត្រាងរកឃើញថាមានអន្ទង់នៅក្នុងចន្លោះថ្មពេលនេះគាត់ក៏នឹកឃើញគំនិតចង់ចាប់អន្ទង់គាត់កាន់លំពេងភ្លាមរួចចុះមួយទឹកដើម្បីរករកគាត់ដើរវាងកាត់ព្រៃកោងកាងទៅកាន់ជ្រុងថ្មដែលគាត់បានរកឃើញពីមុនប៉ុន្តែពេលនេះទឹកជ្រៅពេកមិនស័ក្តិសមក្នុងការចាប់ត្រីទេតាត្រាងត្រូវបង្ខំចិត្តសាកល្បងមួយទឹកប្រមាញ់ការពិតទៅត្រីនៅតំបន់នេះមានមិនតិចទេតែភាគច្រើនជាត្រីតូចតាត្រាងសង្កេតមើលយ៉ាងយូរប្រហែលជាមានមនុស្សច្រើនគិតថាឲ្យតែមានភាពអត់ធ្មត់នោះនឹងមានត្រីធំលេចចេញមកប៉ុន្តែជាក់ស្ដែងទោះបីជារងចាំក៏នៅតែគ្មានត្រីធំដែរដោយសារប្រមាញ់មិនបានតាត្រាងក៏បដូរវិធីសាស្ត្រផ្សេងគាត់ត្រឡប់ទៅផ្ទាំងថ្មវិញដើម្បីស្ទូចត្រីប៉ុន្តែស្ទូចរហូតដល់យប់ជីវិតគឺបែបនេះឯងមិនមែនរាល់ការខិតខំប្រឹងប្រែងសុទ្ធតែទទួលបានជោគជ័យនោះទេពេលយប់ធ្លាក់មកដល់តាត្រាងក៏កាន់ស្នាចុះមួយទឹកប្រមាញ់ម្ដងទៀតត្រីមួយក្បាលត្រីកំពត់តូចហែកចេញមកត្រូវតាត្រាងចង្អុលស្នាដាក់ចំក្បាលធ្វើឲ្យវាភ័យពេលនេះមានត្រីធំមួយក្បាលហែកកាត់នេះហើយគឺជាចំណីដែលគាត់រងចាំអស់រយៈពេល5ថ្ងៃមកហើយទីបំផុតក៏មានឱកាសត្រីដែលត្រូវបាញ់ចំបានរើបំរាយយ៉ាងខ្លាំងតាត្រាងទាញវាឡើងមកលើច្រាំងរឿងដំបូងបន្ទាប់ពីចាប់បានគឺត្រូវចាត់ការបន្លាពីសនៅត្រង់កន្ទុយវាត្រីថ្ងៃនេះធំណាស់សម្រាប់តាត្រាងនេះពិតជាការភ្ញាក់ផ្អើលដ៏ធំមួយតាត្រាងបានដាក់វានៅលើបន្ទះឈើដើម្បីរៀបចំធ្វើពេលវះត្រីគាត់ទុកគ្រឿងក្នុងរបស់វាដើម្បីយកថ្លើមត្រីធ្វើជានុយស្ទូចបន្ទាប់ពីលាងត្រីរួចគាត់ក៏ព្យួរវានៅលើដើមឈើដើម្បីទុកញ៉ាំនៅថ្ងៃស្អែកថ្ងៃទី6ដែលជាប់គាំងព្រលឹមស្រាងតាត្រាងដើរទៅប្រមូលអស់ស្ងួតថ្ងៃនេះគាត់នឹងញ៉ាំអាហារពេលព្រឹកដ៏សម្បូរបែបមួយពេលក្នុងពេលកំពុងប្រមូលអស់គាត់មើលឃើញនៅលើឆ្នេរខ្សាច់មានលេចចេញស្នាមជើងសត្វគាត់ស្មានថាស្នាមជើងទាំងនេះជារបស់សត្វទន្សងត្រីនេះគឺជាគ្រឿងផ្សំកម្រិតខ្ពស់កម្រិតនៃការឲ្យតម្លៃក៏ខុសគ្នាដែរតាត្រាងប្រើថ្មតម្រៀបគ្នាធ្វើជាចង្ក្រានធ្វើបែបនេះត្រីអាំងនឹងមានក្លិនឈ្ងុយជាងមុនបន្ទាប់មកគឺជាជំហាននៃការបង្កាត់ភ្លើងនៅតែជារូបមន្តដែលរសជាតិដដែលការរស់នៅលើកោះដាច់ស្រយាលសម្រាប់តាត្រាងគឺងាយស្រួលណាស់ត្រីដែលព្យួរនៅលើដើមឈើពេញមួយយប់តាត្រាងយកវាទៅលាងឲ្យស្អាតក្នុងអំឡុងពេលលាងវាក៏មានប្រយោជន៍ដូចជាការប្រឡាក់គ្រឿងអីចឹងដែរត្រីដ៏ធំមួយក្បាលដែលមានចំណុចពណ៌បៃតងបែបនេះបើអាំងទាំងមូលតែម្ដងនឹងខាត់បងអាសាបងតាត្រាងយកវាទៅដាក់នៅមាត់ទឹកដើម្បីតាក់ទាញត្រីឆ្លាមដោយសារគាត់នៅតែចង់ចាប់ត្រីឆ្លាមយកមកញ៉ាំពិតមែនហើយត្រីមួយក្បាលនោះឆាប់បញ្ចេញប្រសិទ្ធភាពមែនត្រីឆ្លាមមួយក្បាលត្រូវបានតាក់ទាញឲ្យមកជិតនិងហែទៅហែមកនៅជុំវិញនោះប៉ុន្តែមិនហ៊ានចូលមកស៊ីឱកាសមានហើយតែមិនព្រមឆក់យកបារងចាំទៀតត្រីដែលធ្វើជានុយនឹងខូចអស់មិនខានតាត្រាងស្រង់ត្រីឡើងមកហើយអួតមិនឈប់ខំប្រឹងបញ្ឆោតវាឲ្យមកជិតកន្ទុយត្រីមានបន្លាពីរនៅលើបន្លាមានកន្ទុយងៀងបើមុតច្បាស់ជាឈឺខ្លាំងណាស់បន្ទាប់ពីធ្វើធ្យូងរួចរាល់តាត្រាងដាក់ត្រីផ្ទាល់ទៅលើធ្យូងដើម្បីអាំងក្រោមសីតុណ្ហភាពខ្ពស់នៃធ្យូងត្រីចាប់ផ្ដើមរួញសាច់ប្រៃជាហាប់ណែនជាងមុននៅក្នុងអំឡុងពេលអាំងត្រូវចេះកែសម្រួលឲ្យទាន់ពេលទៅតាមភ្លើងនិងត្រឡប់ត្រីឲ្យបានស្មើល្អផ្ទៃខាងក្រៅនៃត្រីបន្តិចម្ដងប្រៃជាពណ៌លឿងស្រួយគំនរភ្លើងនៅកណ្ដាលថ្មចាប់ផ្ដើមបញ្ចេញប្រសិទ្ធភាពធ្វើឲ្យកម្ដៅពីធ្យូងភីចេញធ្វើឲ្យសាច់ត្រីឆ្អិនបន្តិចម្ដង
អាចធំក្លិនអាហារសមុទ្រយ៉ាងច្បាស់ត្រីប្រភេទនេះមានឆ្អឹងតិចមើលមួយទូខ្លួនត្រីអាំងគឺគួរឲ្យទាក់ទាញណាស់ត្រីនេះធំណាស់ផ្នែកដងខ្លួនរាងខ្លោចបន្តិចហើយប៉ុន្តែក្បាលនិងកន្ទុយនៅមិនទាន់ឆ្អិនទេតាត្រាងសម្រាប់ចិត្តអាំងបណ្ដាញ៉ាំបណ្ដាស្បែកដែលខ្លោចស្រួយញ៉ាំទៅឈ្ងុយណាស់ត្រីប្រភេទនេះស្រដៀងនឹងត្រីក្រពកសាច់ទន់និងមានជាតិទឹកច្រើនតាត្រាងញ៉ាំមិនឈប់គាត់ប្រើកាំបិតកាត់ផ្នែកកន្ទុយរួចយកផ្នែកដែលមិនទាន់ឆ្អិនទៅដាក់លើធ្យូងអាំងបន្តទៀតថ្ងៃក្រោយខ្ញុំមិនអាចធ្វើជារបស់ធម្មតាមួយបានទេទូរស័ព្ទស្លៀករ៉ូបស្ដើងស្លៀករ៉ូបមួយថ្ងៃដ៏អស្ចារ្យបានកន្លងផុតទៅស្របពេលដែលតាត្រាងកំពុងភ្លក់រសជាតិត្រីអាំងថ្ងៃទី7ដែលជាប់គាំងតាត្រាងបានសាកល្បងវិធីចាប់ត្រីជាច្រើនប៉ុន្តែមិនសូវទទួលបានផលដើម្បីមានប្រភពអាហារបន្ថែមថ្ងៃនេះគាត់សម្រេចចិត្តប្រើអន្ទាក់ចាប់ត្រីតំបន់ទឹករាក់មានត្រីច្រើនគាត់ដាក់អន្ទាក់នៅតំបន់ផ្ទាំងថ្មហើយប្រើសាច់ត្រីដែលនៅសល់ធ្វើជានុយបន្ថែមថ្មចូលក្នុងអន្ទាក់ដើម្បីធ្វើជាទម្ងន់សង្កត់ការពារកុំឲ្យទឹកហូរគូចយកទៅបាត់បន្ទាប់ពីដាក់អន្ទាក់រួចតាត្រាងបន្តកាន់ស្នាចុះមុជទឹកប្រមាញ់នៅជុំវិញអន្ទាក់មានត្រីជាច្រើនលេចចេញមកប៉ុន្តែពួកវាមានការប្រុងប្រយ័ត្នខ្ពស់មិនព្រមចូលអន្ទាក់ស៊ីនុយទេមើលទៅជាបណ្ដោះអាសន្ននៅមិនទាន់មានលទ្ធផលទេតាត្រាងត្រឡប់ទៅជំរុំដើម្បីសម្រាកដបផ្លាស្ទិកដែលព្យួរនៅលើតង់មានប្រយោជន៍សម្រាប់ត្រងទឹកភ្លៀងពេលភ្លៀងអាចត្រងទឹកសាបបានពេញមួយដបតាត្រាងប្រើដបដើម្បីប្រមូលទឹកភ្លៀងទោះបីជាមើលទៅមិនស្អាតប៉ុន្តែទាំងនេះសុទ្ធតែជាទឹកស្អាតអន្ទាក់ត្រីបានដាក់អស់មួយសន្ទុះហើយប៉ុន្តែពេលទៅពិនិត្យមើលបែរជាមិនមានអ្វីសោះត្រីនៅសមុទ្រឆ្លាតណាស់ចង់ចាប់វាដោយប្រើអន្ទាក់គឺមិនងាយស្រួលទេឡើងលើច្រាំងរួចគាត់សម្រេចចិត្តបង្កាត់ភ្លើងហាលសម្លៀកបំពាក់ឲ្យស្ងួតគាត់រើសបានមែកឈើកោងមួយនិងខ្សែមួយសរសៃគាត់គិតថានឹងធ្វើឧបករណ៍ខួងយកភ្លើងដោយដៃគ្រាន់តែច្នៃប្រឌិតសាមញ្ញក៏មានសម្ភារៈគ្រប់គ្រាន់បាត់ទៅហើយបន្ទាប់មកនៅតែជារូបមន្តដដែលតាត្រាងទាញធ្នូខួងយ៉ាងលឿនកំណាត់ឈើខួងកិតយ៉ាងខ្លាំងជាមួយបន្ទះឈើបង្កើតបានជាកំទេចឈើឆេះប្រមូលផ្ដុំនៅក្នុងសរសៃដងស្ងួតគ្រាន់តែផ្លុំថ្នមវានឹងហុយផ្សែងចេញមកយ៉ាងក្រាស់បន្ទាប់ពីមើលវិធីបង្កាត់ភ្លើងរបស់តាត្រាងរួចតើឃើញថាសាមញ្ញណាស់មែនទេប្រសិនបើអ្នកគិតថាខ្លួនឯងក៏អាចធ្វើបានគឺអាចសាកល្បងមើលបានតាត្រាងរកឃើញពស់សមុទ្រងាប់មួយក្បាលនៅលើឆ្នេរមើលទៅដូចជាងាប់2ថ្ងៃហើយមេឃងឹតគាត់ចេញទៅមាត់សមុទ្រដើម្បីចាប់អាហារសមុទ្រទៀតគាត់ចង់ចាប់ពស់សមុទ្រមួយក្បាលយកមកញ៉ាំប៉ុន្តែនៅតែមិនឃើញរាល់ថ្ងៃចេញទៅសមុទ្រគឺមិនបានអីសោះតាត្រាងមុជទឹកចុះទៅប្រមាញ់ទៀតគាត់ស្វែងរកជុំវិញផ្ទាំងថ្មប៉ុន្តែមិនរកឃើញអ្វីដែលមានតម្លៃសោះការមុជទឹកប្រមាញ់ចំណាយកម្លាំងខ្លាំងណាស់បើមានសំណាងក៏ចាប់បានបើគ្មានសំណាងវិញគឺកាន់តែមុជកាន់តែហត់រវល់ពេញមួយយប់ប៉ុន្តែមិនទទួលបានផលអ្វីសោះថ្ងៃទី8ដែលជាប់គាំងបន្ទាប់ពីភ្ញាក់ពីគេងគាត់ក៏យកសន្ទូចចេញទៅកាន់ផ្ទាំងថ្មភ្លាមតាមពិតទៅអាចមើលឃើញថាតាត្រាងចង់ញ៉ាំអាហារសមុទ្ររាល់ពេលនៅលើកោះដូច្នេះពេលណាក៏ត្រូវប្រមាញ់ឬកំពុងតែចេញទៅប្រមាញ់ដែរគាត់ស្ទើរតែចំណាយពេលពេញមួយថ្ងៃដើម្បីស្វែងរកអាហារពេលស្ទូចត្រីទោះបីជាមានត្រីស៊ីនុយក៏ដោយក៏ងាយនឹងរបូតបាត់ទៅវិញដែរតាត្រាងតែងតែចង់ស្ទូចត្រីដើម្បីរកអាហារប៉ុន្តែលើកណាក៏មិនសូវមានសំណាងដែរបន្ទាប់ពីស្ទូចត្រីរួចគាត់ក៏ប្រើលំពែងសាកល្បងប្រមាញ់ត្រីឆ្លាមទៀតការប្រមាញ់ត្រីឆ្លាមក៏ជាបំណងប្រាថ្នារបស់គាត់ដែរពេលទំនេរគាត់នៅតែបន្តប្រមូលប្រឆេះស្ងួតអាកាសធាតុនៅលើកោះគឺប្រែប្រួលខុសធម្មតាប្រឆេះស្ងួតទាំងនេះគឺជាវត្ថុធាតុដ៏សំខាន់សម្រាប់បង្កាត់ភ្លើងថ្ងៃនេះគាត់នឹងបង្ហាញពីវិធីបង្កាត់ភ្លើងមួយផ្សេងទៀតលំពែងមួយនេះទោះបីជាចាប់ត្រីមិនបានប៉ុន្តែក៏មិនមែនគ្មានប្រយោជន៍ដែរតាត្រាងរើដុំថ្មមួយដុំហើយយកវត្ថុធាតុងាយឆេះបន្តិចបន្តួចគៀបវត្ថុធាតុនោះជាមួយនឹងថ្មរួចគូសវាខ្លាំងទៅនឹងលំពែងផ្កាភ្លើងពីថ្មបានដុតឆេះវត្ថុធាតុនោះភ្លាមខ្លាំងអត់តាត្រាងបង្កាត់ភ្លើងបានយ៉ាងងាយស្រួលលើកក្រោយបើអ្នកជាប់គាំងក៏អាចប្រើវិធីនេះបានដែរពេលកំពុងអង្គុយសម្រាកនៅលើឆ្នេរខ្សាច់គាត់ឃើញត្រីឆ្លាមលិចមុខមកក៏សម្រេចចិត្តស្ទូចវាភ្លាមដោយប្រើសាច់ត្រីដែលនៅសល់ធ្វើជានុយពេលនេះត្រីឆ្លាមនៅក្បែរច្រាំងនុយបានតាក់ទាញត្រីឆ្លាមតូចពីរក្បាលតាត្រាងសាកល្បងយូរណាស់ហើយប៉ុន្តែនៅតែមិនទាន់ជោគជ័យត្រីឆ្លាមតូចមានការប្រុងប្រយ័ត្នខ្ពស់ណាស់មិនងាយស៊ីនុយទេឲ្យតែពួកវាមិនទាន់ហែចេញទៅណាបញ្ជាក់ថាក្លិននុយនៅមានប្រសិទ្ធភាពការស៊ីនុយគ្រាន់តែជាបញ្ហាពេលវេលាប៉ុណ្ណោះបន្ទាប់ពីរងចាំមួយសន្ទុះទីបំផុតត្រីឆ្លាមក៏ស៊ីនុយមែនថ្ងៃ
តាត្រាងស្ទូចបានត្រីឆ្លាមតូចមួយក្បាលត្រីឆ្លាមប្រភេទនេះមិនសូវឆ្ងាញ់ទេគាត់ស្ទូចគ្រាន់តែដើម្បីសាកល្បងប៉ុណ្ណោះបើចិញ្ចឹមក្នុងអាងត្រីនៅផ្ទះប្រកាសជាស្អាតណាស់តាមពិតទៅនេះមិនមែនជាលើកទី1ទេដែលគាត់ស្ទូចត្រីឆ្លាមពីមុនពេលរស់រានមានជីវិតគាត់ធ្លាប់ស្ទូចបានក្បាលធំជាងនេះទៅទៀតមួយថ្ងៃដ៏អស្ចារ្យបានកន្លងផុតទៅពេលកំពុងស្ទូចត្រីឆ្លាមថ្ងៃទី9ដែលជាប់គាំងតាត្រាងយកអន្ទាក់ថ្មីពីរចេញមកអន្ទាក់ទាំងនេះមានទំហំតូចល្មមជាងអន្ទាក់មូលពីមុនចាប់ត្រីមិនបានសោះលើកនេះគាត់បដូរមកប្រើអន្ទាក់ជ្រុងដែលមានច្រកចូល8វិញទើបហៅថាទីទាំង8នាំលៀបមានន័យថាអាចចាប់ត្រីបានច្រើនគាត់ដាក់អន្ទាក់ទាំងពីរនេះនៅតំបន់ព្រៃកោងកាងបើចាប់ត្រីមិនបានទេក៏អាចចាប់ក្តាមបានដែរបន្ទាប់ពីដាក់អន្ទាក់រួចតាត្រាងអង្គុយនៅមាត់ច្រាំងញ៉ាំផ្នែកកន្ទុយត្រីនេះគឺសល់ពីថ្ងៃទី7តាមពិតទៅនេះមិនមានអ្វីចម្លែកទេកាលពីម្សិលមិញគាត់ថែមទាំងបានញ៉ាំត្រីដែលសល់ពីថ្ងៃមុនទុកចោលពីថ្ងៃទើបយកមកញ៉ាំអាចនឹងមានរសជាតិឆ្ងាញ់ជាងមុននៅលើស្រយាលដ៏ក្តៅស្អុះស្អាប់គ្មានទូទឹកកកសម្រាប់រក្សាទុកមិនដឹងថាតាត្រាងអាចញ៉ាំរបស់ទាំងនេះបានដោយរបៀបណាទេបន្ទាប់ពីញ៉ាំឆ្អែតមួយពេលតាត្រាងក៏កាន់សន្ទូចចេញទៅផ្ទាំងថ្មដើម្បីស្ទូចត្រីម្ដងទៀតពេលឡើងលើផ្ទាំងថ្មគាត់ក៏ដឹងថាស្បែកជើងត្រូវបានមុតដាច់រហែកថ្ងៃនេះដើរជើងទេនៅលើផ្ទាំងថ្មគឺកាន់តែមានគ្រោះថ្នាក់តាត្រាងពាក់ស្រោមជើងបន្ថែមពីលើទៅចម្លែកបន្តិចប៉ុន្តែក៏ជាវិធីដែលគ្មានជម្រើសរបស់គាត់ដែរតាត្រាងបានជ្រើសរើសតំបន់ផ្ទាំងថ្មដ៏គ្រោះថ្នាក់មួយដើម្បីស្ទូចត្រីដូចពាក្យគេថារលកកាន់តែធំត្រីកាន់តែថ្លៃទើបតែទម្លាក់សន្ទូចលើកទី2ក៏មានត្រីស៊ីនុយបាត់ទៅហើយមើលកម្លាំងទាញរបស់ដងសន្ទូចប្រហែលជាត្រីធំមួយក្បាលហើយសំណាងល្អលើកនេះមិនរបូតទេតាត្រាងទាញត្រីឡើងមកបានដោយជោគជ័យនេះគឺជាត្រីសេកដ៏ធំមួយក្បាលមើលគឺជាគោលដៅជា10គីឡូរបស់តាត្រាងថ្កាំខាងក្រោមរបស់វារឹងណាស់ក៏ត្រូវបានអ្នកស្រុកហៅថាត្រីគ្រាប់កាំភ្លើងធំដែរលុយអីណាស្អីគេនឹងខ្ញុំនៅទីនេះតើខ្ញុំកំពុងតែរវល់នៅទីនេះខ្ញុំកំពុងរវល់ធ្ពួកវាឡើងមកហើយអាហាហាហាអ៊ីអេហាហាត្រីសេកគឺសម្បូរទៅដោយនិងសម្បូរជាតិខ្លាញ់ក្នុងស្ថានភាពខ្វះអាហារយូរថ្ងៃវាប្រៀបដូចជាកញ្ចប់សង្គ្រោះជីវិតនៅលើកោះដាច់ស្រយាលត្រីសេកដ៏ធំមួយក្បាលមិនត្រឹមតែជាអាហារនោះទេតែវាក៏ជាសម្បត្តិរស់រានមានជីវិតដែរវាមិនត្រឹមតែជួយឲ្យឆ្អែតប្រភេទទេថែមទាំងផ្ដល់ក្តីសង្ឃឹមរស់រានមានជីវិតក្នុងភាពអស់សង្ឃឹមទៀតផងមុនពេលចម្អិនអាហារពេលល្ងាចតាត្រាងចេញទៅមាត់សមុទ្រដើម្បីរើសអីវ៉ាន់នៅមាត់សមុទ្រមានស្បែកជើងជាច្រើនដែលត្រូវរលកបោកបក់មកទៅគាត់រើសបានស្បែកជើងផ្ទាត់មួយគូដែលនៅល្អប្រសិនបើអ្នកមិនចូលចិត្តស្បែកជើងផ្ទាត់ទេក៏អាចរកម៉ូតផ្សេងបានដែរពណ៌ខៀវខ្មៅពណ៌ផ្កាឈូកសុទ្ធតែអាចជាបាត់ស្បែកជើងមួយចំហៀងដោយចៃដន្យប៉ុន្តែស្ទូចបានត្រីធំជាង10គីឡូនេះក៏ដែរឥឡូវទាំងមានស្បែកជើងពាក់ទាំងមានត្រីធំថ្ងៃនេះពិតជាចំណេញធំហើយត្រឡប់មកឆ្នេរវិញតាត្រាងឆ្លៀតពិនិត្យមើលអន្ទាក់ត្រីដែលបានដាក់គួរឲ្យស្ដាយដែលគ្មានត្រីចូលសោះប៉ុន្តែគាត់ក៏មិនបានខូចចិត្តដែរព្រោះនៅមានត្រីសេកជាង10គីឡូមួយក្បាលកំពុងរងចាំចាត់ការត្រីដ៏ធំមួយក្បាលនេះគ្រប់គ្រាន់សម្រាប់ជួយឲ្យតាត្រាងរស់នៅលើកោះបានពេញមួយសប្តាហ៍គាត់កោសស្រកាត្រីឲ្យស្អាតរួចចាត់ការគ្រឿងក្នុងស្រកីត្រីទាំងនេះបើប្រើធ្វើជានុយប្រហែលជាល្អជាងប៉ុន្តែគាត់ក៏ក្រវាត់វាចោលបាត់ទៅបន្ទាប់ពីលាងសម្អាតនិងប្រឡាក់គ្រឿងរួចគាត់ពុះត្រីជាពីរពេលកំពុងចាត់ការសាច់ត្រីតាត្រាងដឹងថាបូមាត់របស់គាត់ស្រាប់តែហើមឡើងគាត់មិនដឹងថាមានរឿងអ្វីកើតឡើងទេត្រីត្រូវបានចាត់ការរួចរាល់បន្តមកទៀតគឺចម្អិនអាហារពេលល្ងាចតាត្រាងបង្កាត់ភ្លើងមួយគំនរគាត់រើសបានឫស្សីស្ងួតជាច្រើនដាក់តម្រៀបគ្នាធ្វើជារបាអាំងរួចដាក់ត្រីឡើងអាំងព្រះអើយឥណ្ឌាណាភ្ញាក់ផ្អើលណាស់ប្រមូលផ្ដុំគ្នាគ្រឿងផ្សំអាហារពេលល្ងាចថ្ងៃនេះរៀងធំបន្តិចភ្លើងក៏ឆេះខ្លាំងណាស់ដែរតាត្រាងគឺជាចុងភៅអាំងសាច់ដ៏ជំនាញបំផុតនៅលើកោះពេលអាំងត្រីគ្រាន់តែមើលនឹងភ្នែកក៏ដឹងពីពេលវេលានិងប្រែត្រីបានទាន់ពេល
បើគ្មានបទពិសោធន៍ជាង15ឆ្នាំទេគឺធ្វើមិនបានទេសាច់ត្រីសេកទុនពេលអាំងងីនឹងបែកណាស់ដូច្នេះត្រូវតែប្រយ័ត្នឲ្យមែនទែនពេលអាំងដាត្រាងញ៉ាំសាកល្បងម្ដងម្កាលនេះមិនមែនដោយសារឃ្លានពេកលួចញ៉ាំទេតែគឺជាជំហានភ្លក្សរសជាតិដ៏ចាំបាច់របស់ចុងភៅមុខម្ហូបក្លិនឈ្ងុយនៃត្រីអាំងបានសាយភីពេញលេញពេលត្រីឆ្អិនគឺខាងក្រៅបានខ្លោចខ្មៅទាំងស្រុងដាត្រាងប្រើដៃបេះសាច់ត្រីម្ដងមួយដុំញាត់ចូលមាត់ខ្ញុំធ្លាប់មើលពេងជាមួយពួកគេមិនមែនសាច់ដុំទេតែជាដើមទ្រូងរបស់ខ្ញុំនោះគឺជាកែងដៃស្រពេចស្រពិលនិយាយទៅមួយណាសាំញ៉ាំជាងព្រះឲ្យហួសហេតុពេកហើយពិធីជប់លៀងត្រីអាំងថ្ងៃនេះញ៉ាំទៅពិតជាពេញចិត្តណាស់អត់ឃ្លាននៅលើកោះដាច់ស្រយាល10ថ្ងៃយប់នេះប្រហែលជាមិនត្រូវភ្ញាក់ដោយសារឃ្លានទៀតទេបន្ទាប់ពីអាំងត្រីរួចដាត្រាងក៏ខ្ញុំមានអាហារត្រីអាំងថ្ងៃនេះញ៉ាំទៅពិតជាពេញចិត្តណាស់នៅលើកោះដាច់ស្រយាលបានអត់ឃ្លាន10ថ្ងៃមកហើយយប់នេះច្បាស់ជានឹងលេងភ្ញាក់ដោយសារតែឃ្លានទៀតហើយបន្ទាប់ពីញ៉ាំត្រីអាំងរួចដាត្រាងក៏កាន់លំពេងចេញទៅមាត់សមុទ្រដើម្បីចាប់អាហារសមុទ្រពេលនេះមេឃចាប់ផ្ដើមរលឹមពន្លឺភ្លើងបានតាក់ទាញមឹកឲ្យមកដាត្រាងក៏ចាប់វាបានយ៉ាងងាយបបោមាត់នៅតែហើមប៉ុន្តែដាត្រាងនៅតែចង់សាក់អាំងមឹកមួយក្បាលត្រាងចង់ចាប់មួយក្បាលទៀតគួរឲ្យស្ដាយរកមើលយូរណាស់ក៏នៅតែមិនឃើញមឹកស្រស់មានផ្ទុកជាតិទឹកខ្ពស់ណាស់មើលទៅថ្លាគួរឲ្យតាក់ទាញណាស់ការចាត់ការមឹកគឺសាមញ្ញណាស់គ្រាន់តែលាងសម្អាតគ្រឿងក្នុងនិងថង់ទឹកមឹកព្រោះខាងក្នុងមានឆ្អឹងខ្ចីមួយដាត្រាងដុតមឹកចូលទៅក្នុងមែកឈើជប់ទាំងនៅលើកោះដាច់ស្រយាលយូរយ៉ាងនេះមិនដែលបានញ៉ាំអាហារយប់សោះថ្ងៃនេះមឹកតូចមួយក្បាលនេះមកទាន់ពេលល្អណាស់បន្ទាប់ពីអាំងក្នុងសេតុនសាច់មឹកប្រៃជាហាប់និងស្វិតខាងមួយម៉ាត់មានរសជាតិប្រៃផ្អែមស្រួយឆ្ងាញ់រសជាតិគឺសម្បូរបែបណាស់មឹកមួយក្បាលនេះអាំងឆ្អិនល្មមសាច់មិនសូវច្រើនទេស័ក្តិសមបំផុតសម្រាប់ជាអាហារពេលយប់មួយថ្ងៃដ៏ល្អបានបញ្ចប់នៅពេលដែលដាត្រាងភ្លក់រសជាតិមឹកអាំងថ្ងៃទី10ដែលជាប់គាំងនៅលើកោះស្ទើរតែរាល់ថ្ងៃសុទ្ធតែមានភ្លៀងដូច្នេះគឺមិនបាច់បារម្ភតតែសោះថាមិនមានទឹកសាបសម្រាប់ផឹកបន្ទាប់ចេញទៅគេងដាត្រាងបន្តកាន់ត្រីធំដែលស្ទូចបានកាលពីម្សិលមិញគឺរំភើបណាស់ថ្ងៃនេះគាត់ចង់ស្ទូចឲ្យបានមួយក្បាលទៀតប៉ុន្តែការស្ទូចត្រីគឺអាស្រ័យលើសំណាងដាត្រាងគិតថាថ្ងៃនេះបានរំលងពេលស្ទូចត្រីបាត់ទៅហើយដូច្នេះមិនចង់ខ្ជះខ្ជាយពេលវេលានៅទីនេះទៀតទេត្រឡប់មកឆ្នេរខ្សាច់វិញគាត់យកចេញមកផ្នែកត្រីអាំងដែលនៅសល់ពីម្សិលមិញមកធ្វើជាអាហារពេលព្រឹកផ្ទៃខាងក្រៅនៃសាច់ត្រីបានខ្លោចខ្មៅប៉ុន្តែដាត្រាងមិនញ៉ាំមួយម៉ាត់យ៉ាងឆ្ងាញ់ញ៉ាំអាហារពេលព្រឹករួចដាត្រាងដើររុករកនៅលើផ្ទាំងថ្មគាត់ឃើញកណ្ដុរមួយក្បាលលេចមុខមកប៉ុន្តែបាត់ខ្លួនយ៉ាងលឿននៅតាមចន្លោះថ្មដាត្រាងទៅព្រៃកោងកាំងពិនិត្យមើលអន្ទាក់ដែលបានដាក់កាលពីម្សិលមិញមិនទទួលបានផលអ្វីសោះរឿងដែលមិននឹកស្មានដល់គឺនៅព្រៃកោងកាំងមិនត្រឹមតែចាប់ត្រីមិនបានថែមទាំងគ្មានសំបីតែក្តាមធំយកឧបករណ៍រស់រានមានជីវិតមកច្រើនយ៉ាងនេះពេលនេះគឺសល់តែពីប្រមូលអន្ទាក់បានផលដាត្រាងក៏ចាប់ដើមម្ដងទៀតស្ទូចត្រីឆ្លាមនៅលើឆ្នេរខ្សាច់ប៉ុន្តែលើកនេះត្រីឆ្លាមមិនស៊ីនុយទេមេឃងឹតដាត្រាងកាន់លំពេងមួយទឹកចុះប្រមាញ់យប់នេះចម្លែកណាស់មិនឃើញត្រីសំបីមួយក្បាលអន្ទាក់ដែលដាក់ក្រោមសមុទ្រនៅតែមិនទទួលបានផលថ្ងៃទី11ដែលជាប់គាំងនៅលើកោះដាត្រាងទើបតែដើរចេញពីព្រៃកោងកាងមើលទៅទឹកមុខស្រងូតស្រងាត់គឺដឹងថាគ្មានទទួលបានផលហើយគាត់ក៏ឃើញត្រីឆ្លាមតូចលេចមុខនៅលើឆ្នេរខ្សាច់ម្ដងទៀតនេះបានជំរុញឲ្យមានបំណងប្រាថ្នាចង់ប្រមាញ់លើកនេះគាត់ចង់ចាប់ត្រីឆ្លាមមួយក្បាលដាត្រាងយកស្លឹកឈើមួយសន្លឹកចេញមកនិងប្រើចុងព្រួយដើម្បីបាញ់ប្រហែលជាត្រីឆ្លាមអាចដឹងពីគ្រោះថ្នាក់ពេលដាត្រាងរៀបចំរួចរាល់ក៏ឃើញថាត្រីឆ្លាមបានហែកចេញបាត់ទៅហើយបោះបង់ការប្រមាញ់ដាត្រាងសម្រេចចិត្តដាក់អន្ទាក់ម្ដងទៀតសង្ឃឹមថាអន្ទាក់ទាំងនេះអាចនាំយកអាហារបន្តិចបន្តួចយកសាច់ត្រីដែលនៅសល់ពីម្សិលមិញមកញ៉ាំគ្រាន់តែញ៉ាំលេងប៉ុន្មានម៉ាត់ធ្វើជាអាហារថ្ងៃត្រង់ផ្នែកដែលនៅសល់ព្យួរលើដើមឈើទុកពេលឃ្លានបន្ទាប់ពីញ៉ាំឆ្អែតដាត្រាងប្រមូលសម្លៀកបំពាក់ដែលហាលនៅលើស្មៅគាត់បន្តកាន់សន្ទូចទៅកាន់តំបន់ផ្ទាំងថ្មដើម្បីស្ទូចត្រីទោះបីជានៅមានត្រីអាំងមិនទាន់ញ៉ាំអស់ក៏ដោយប៉ុន្តែដាត្រាងមិនអាចឈប់ស្វែងរកអាហារបានទេថ្ងៃនេះស្ទូចត្រីនៅតែមិនទទួលបានផលថ្ងៃដែលគ្មានលទ្ធផលបែបនេះដាត្រាងគឺស្យំទៅហើយពេលវេលាឈានចូលដល់ថ្ងៃទី12ដាត្រាងអង្គុយនៅមាត់ច្រាំងញ៉ាំត្រីអាំងធ្វើជាអាហារពេលព្រឹកគាត់នឹកឃើញដល់ថ្ងៃដែលរស់រានមានជីវិតនៅលើកោះបានចាប់ត្រីឆ្លាមប្រើសន្ទូចស្ទូចបានត្រីធំប្រើស្នាប្រមាញ់បានត្រីធំប្រើលំពេងឆ្នៃប្រឌិតចាប់បានត្រីពណ៌លឿងក្តាមក៏ចាប់រហូតដល់ចុកដៃទាំងអស់នេះសុទ្ធតែមិនងាយទទួលបានទេដៃទាំងពីរសុទ្ធតែមានស្នាមសន្លាក់និងកស្រឡាក់ដាត្រាងបានប្រើសមត្ថភាពរស់រានមានជីវិតរបស់គាត់ដើម្បីបញ្ជាក់ថាគាត់អាចរស់នៅបានយ៉ាងល្អនៅលើកោះដាច់ស្រយាលយកព្រមហើយវគ្គរស់រានមានជីវិតនៅលើកោះដល់ទីនេះគឺត្រូវបញ្ចប់សូមស្វាគមន៍ការចុចចូលចិត្តនិងជីវប៉ុស្តិ៍អ្នកប្រមាញ់កំណប់ទស្សនាវីដេអូរស់រានមានជីវិតនៅលើកោះដាច់ស្រយាលបន្ថែមទៀត